បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃដែលខ្ញុំបាទធ្វើវីដេអូបង្ហាញបងប្អូនហ្នឹងពីរបៀបកែកម្មវិធីចុចបិទឬបើកបាទទូរស័ព្ទនៅខាងលើហើយសូមទៅការបបាយកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតនៅលើស្ថាប័យដើមមានបាទ Vivo បាទ Samsung ហើយនិងបាទ Oppo បាទជាដំបូងសូមយកទូរស័ព្ទដៃ Vivo មកធ្វើការបង្ហាញបងប្អូនមុនសម្រាប់ទូរស័ព្ទដៃបាទ Samsung ហើយនិងបាទ Oppo បាទទុកក្រោយបងប្អូនណាបាទសម្រាប់ទូរស័ព្ទដៃ Vivo ខ្លះកម្មវិធីបិទឬបើកហ្នឹងជួនកាលលាត់ពីខាងក្រោមបាទសម្រាប់ទូរស័ព្ទដៃមួយនេះបាទគឺអស់មកពីខាងលើបាទធម្មតាណាបាទនេះពេលបងប្អូនទិញទូរស័ព្ទមកថ្មីកម្មវិធីចុចបិទឬបើកហ្នឹងគឺអត់ដូចបំណងបងប្អូនចង់បានទេបាទពេលខ្លះអស់មកមួយអញ្ចឹងឃើញមានបាទ Wi-Fi Bluetooth ឬមួយក៏បិទប្រព័ន្ធពាក្យថាកុំរំខានហ្នឹងឬមួយក៏បាទពវល់អូតូអញ្ចឹងណាអញ្ចឹងហើយបងប្អូនអត់ចង់បានបែបហ្នឹងទេបងប្អូនចង់បានកន្លែងបើកបាទទិន្នន័យបាទទូរស័ព្ទចល័តបាទមកខាងហ្នឹងហើយបងប្អូនចង់បាន Wi-Fi អញ្ចឹងបងប្អូនចង់បានបែបណាបងប្អូនធ្វើការសេរីឬក៏កែមកណាបាទអញ្ចឹងរបៀបកែមានអីពិបាកទេបងប្អូនគ្រាន់តែអស់2ដងមក1បាទ2ពេលបងប្អូនអស់មកបងប្អូនរកមើលនិមិត្តសញ្ញាខ្មៅដៃនេះបាទខ្មៅដៃនៅខាងក្រោមហ្នឹងណាចុចតុកមកសម្រាប់ទូរស័ព្ទដៃដែលខ្ញុំប្រើទាំង3ដើមនេះគឺមានសញ្ញាខ្មៅដៃទាំង3តែម្ដងណាអញ្ចឹងបងប្អូនចំណាំទៅបាទពេលបងប្អូនចុចពីលើខ្មៅដៃហ្នឹងបងប្អូននឹងឃើញបាទកម្មវិធីបាទនៅខាងលើនេះគឺមានន័យថាបង្ហាញនៅលើកម្មវិធីនៅខាងលើតែម្ដងពេលបងប្អូនអស់2ដងមកប៉ុន្តែនៅខាងក្រោមនេះកម្មវិធីនៅខាងក្រោម2ជួរនេះគឺមានថាបាទលាក់បងប្អូនចង់ធ្វើការកែកម្មវិធីដាក់ខាងលើវិញក៏បានដែរបងប្អូនគ្រាន់តែបាទស្កតពីលើមកព្រោះបងប្អូនធ្វើការអុសដាក់ខាងលើមកនោះកម្មវិធីនឹងលែងលាក់ហើយបងប្អូនណាបាទហើយពេលបងប្អូនចង់កែឧទាហរណ៍ថាបងប្អូនចង់បានកន្លែងបើក 4G ឬមួយក៏ទិន្នន័យទូរស័ព្ទចល័តហ្នឹងដាក់នៅខាងចុងនេះបាទពេលបងប្អូនអុសមកតង់មកនឹងឃើញអញ្ចឹងបងប្អូនគ្រាន់តែស្កតឲ្យជាប់មកព្រោះចាំបងប្អូនធ្វើការអុសបាទកុំប្រឡែងណាពេលបងប្អូនបាទឆ្លាញ់ត្រង់ណាហើយបងប្អូនធ្វើការប្រឡែងពឹបមកបាទប្រឡែងពឹបមកបងប្អូនបាទរាប់មើលទៅតាមបងប្អូនចង់បានអីទៀតហើយរាប់មើលថាកន្លែងហ្នឹងទី1បាទបើកបាទទិន្នន័យទូរស័ព្ទចល័តគឺមានន័យថា 4G ឬមួយក៏អ៊ីនធឺណិតហ្នឹងបាទទី2បាទ Wi-Fi អូខេទី3 Bluetooth បាទអូខេទី4បងប្អូនអត់ចង់បានកន្លែងកុំរំខានហ្នឹងទេបងប្អូនចង់បាន7ឥឡូវចង់បាន7អញ្ចឹងណាបាទអញ្ចឹងបងស្កត់ពីលើ7មករួចហើយបងទាញមករួចទៅលែងអញ្ចឹងមកបាទគឺអូខេពេលបងប្រឡែងហើយបងបាទសេរីចប់ហើយបងធ្វើការបេកថយក្រោយមកពេលនោះនឹងជាប់ហើយនេះអញ្ចឹងបាទមានភាពងាយស្រួលបងគ្រាន់តែបាទធ្វើការអស់មកនឹងឃើញកន្លែងបិទបើកបាទទូរស័ព្ទទិន្នន័យចល័តហ្នឹងហើយឬក៏ 4G បាទ 5G ហ្នឹងបាទគឺងាយស្រួលបាទហើយសម្រាប់ទូរស័ព្ទដៃSamsung ក៏អត់មានខុសគ្នាអីឆ្ងាយដែរបងប្អូនធ្វើការអុសម្ដងបាទ2ដងមករួចបងប្អូនរកមើលសញ្ញាខ្មៅដៃជួនកាលវានៅខាងក្រោមជួនកាលនៅខាងលើអញ្ចឹងបងរកមើលតែសញ្ញាខ្មៅដៃហ្នឹងមកបាទលើស្រាប់ដៃបាទ Samsung គឺមានបាទ2ទី1បងប្អូនចង់កែបាទកម្មវិធីបាទតិចនេះគឺមានន័យថាtop នេះបងប្អូនបាទកំពូលហ្នឹងឬមួយក៏បាទ full មានន័យថាពេញហ្នឹងបងប្អូនចង់កែមួយណាបើសិនជាបងចង់កែកំពូលបងប្អូនធ្វើការបាទចុចកន្លែង edit មកប៉ុន្តែខ្ញុំចង់កែពេញនេះបាទកន្លែងបាទ full ហ្នឹងគឺមានន័យពេញបងចុចកន្លែង edit ហ្នឹងមកនឹងឃើញមានបាទអ៊ីនធឺណិតអីចឹងណាអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការបាទកែទាំងហ្នឹងបងប្អូនអាចធ្វើការសេរីទៅបាទរបៀបកែបងប្អូនអត់មានវិបាកទេលើខ្ញុំទំនាស់មួយចុះបាទរបៀបកែខ្ញុំចង់យក7នេះបាទ7ដាក់នៅក្បែរកន្លែងបើកអ៊ីនធឺណិតតែម្ដងណាបាទតែប៉ុណ្្នឹងទៅរួចហើយប្រឡែងអញ្ចឹងអ៊ីនធឺណិតហើយ7អញ្ចឹងបងប្អូនឆ្ងល់ថាអត់ឃើញមាន Wi-Fi គឺនៅត្រង់នេះបងប្អូនបាទពេលបងប្អូនកែបងប្អូនកុំភ្លេចចុចបានផងលើស្រាប់ដៃបាទ Samsung នេះកន្លែង Wi-Fi វានៅកន្លែងបាទ full បាទឬមួយក៏កន្លែងកំពូលហ្នឹងបងប្អូនបាទចុចមកនឹងឃើញបែប edit នេះ Wi-Fi នេះអញ្ចឹងវានៅខុសគ្នាបងចង់ធ្វើការកែក៏កែទៅបងប្អូនណាបាទស្រាប់ខ្ញុំគឺខ្ញុំអត់កែទេតែប៉ុណ្្នឹងហើយបាទរួចហើយបេកមកហើយនេះអ៊ីនធឺណិតហើយ7បាទអូខេហើយសម្រាប់ទូរស័ព្ទដៃបាទ Oppo បងប្អូនអស់2ដងមក1បាទ2
បាទដូចខ្ញុំបងរកមើលសមិទ្ធញ្ញាខ្មៅដៃអញ្ចឹងខ្មៅដៃលើសាប់ដៃបាទ Oppo ដូចជាមានបាទខ្មៅដៃហើយនឹងសភៅនេះបាទជាស្រ័យបងបាទសភៅហ្នឹងបងចុចបន្ទប់លើហ្នឹងមកបាទបងប្អូនចង់បានបែបម៉េចបាទចង់បានអ៊ីនធឺណិតហើយ Wi-Fi ឬមួយក៏ Wi-Fi អ៊ីនធឺណិតបាទអញ្ចឹងបងចុចឆ្លាស់មកត្រង់ខ្ញុំធ្វើការកែលេងទៅបាទដាក់ទាំងហ្នឹងមួយមកហើយចង់បានបាទសលេងហើយ Bluetooth ហើយចង់យក7មកដាក់ត្រង់នេះវិញម្ដងបាទចុចទាំងមកបាទអ៊ីនធឺណិតបាទ Wi-Fi 7បាទសលេង Bluetooth ហើយនឹងទីតាំងអញ្ចឹងមកសម្រាប់ទូរស័ព្ទដៃបាទ Vivo ហើយនឹង Oppo គឺអត់មានអីខុសគ្នាទេបងប្អូនបាច់ចុចបាទដានឬក៏រួចរាល់ទេបងប្អូនចុច3ថយក្រោយមកនោះនឹងជាប់ហើយនេះបាទបងប្អូនឃើញបាទអ៊ីនធឺណិតបាទ Wi-Fi 7បាទគឺបាទស្រួលបងប្អូនណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមុននឹងคลิปពីបងប្អូនទៅបាទសូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពីនេះដែរខ្ញុំក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយបាយ